ខ្ញុំមើលឃើញបងប្អូនមួយចំនួនធំហាក់បីដូចជាមានអារម្មណ៍សោកស្ដាយមានអារម្មណ៍ស្ដាយក្រោយមានអារម្មណ៍មានវិប្បដិសារីនៅពេលដែលខ្លួនបានធ្វើទង្វើល្អឬក៏បានជួយនរណាម្នាក់ប៉ុន្តែគេមិនបានមើលឃើញអំពីទង្វើល្អរបស់ខ្លួនឬក៏គេក្បត់យើងឬក៏គេបែរមកខាងយើងវិញខ្ញុំមើលឃើញថាបងប្អូនមានអារម្មណ៍សោកស្ដាយប៉ុន្តែប៉ុណ្ណោះបងប្អូនចង់បញ្ឈប់នៅទង្វើល្អឬក៏ឈប់ជួយនរណាម្នាក់ទៅវិញខ្ញុំមានអារម្មណ៍ថាបងប្អូនបែរជាគិតអញ្ចឹងវិញបងប្អូនទាំងអស់គ្នាគួរតែមានអារម្មណ៍ពេញចិត្តគួរតែមានអារម្មណ៍រំភើបសប្បាយរីករាយដែលបងប្អូនទាំងអស់គ្នាមានបេះដូង7ពណ៌មានបេះដូងដ៏ល្អមានបេះដូងដ៏កម្រដែលអ្នកដទៃមិនងាយមានមួយលានអ្នកអីមិនដឹងថាមាន1ឬក៏2ក៏អត់ផងបងប្អូនគួរតែសប្បាយនិងពេញចិត្តចំពោះបេះដូង7ពណ៌របស់បងប្អូនទៅវិញទេប៉ុន្តែនៅពេលដែលគេមិនឲ្យតម្លៃយើងប្រសិនបើយើងមានតម្លៃមែនគេមិនឲ្យតម្លៃយើងឬក៏យើងនេះជួយគេទៅគេមើលមិនឃើញគេបែរក្បាលមកខំយើងវិញសួរថាតើយើងឈឺចាប់ទេយើងឈឺចិត្តទេ Yes បងប្អូនអាចឈឺចិត្តបានបងប្អូនអាចខ្លោចផ្សាបានប៉ុន្តែបងប្អូនមិនគួរសោកស្ដាយទេបេះដូងដ៏ល្អបេះដូង7ពណ៌នេះកើតមកគឺដើម្បីជួយនឹងឯងបើបងប្អូនមិនបានជួយម្នាក់នឹងទេក៏ជួយម្នាក់នោះដែរបើបងប្អូនមិនបានជួយ A ទេក៏ជួយ B ជួយ C ដែរអញ្ចឹងវាមិនអាចមានផលល្អផលតបស្នងមកវិញវាមិនអាចល្អប្រពៃគ្រប់ពេលវេលាទេបងប្អូនគួរតែពង្រីកនៅសេចក្តីល្អរបស់បងប្អូនឲ្យកាន់តែច្រើនព្រោះបេះដូងរបស់បងប្អូនគឺជាបេះដូងបរិសុទ្ធគឺជាបេះដូង7ពណ៌ប៉ុន្តែនៅពេលដែលគេក្បត់យើងគេខំយើងសួរយើងឈឺចាប់អត់ Yes 100%អ្នកណាគេក៏ឈឺចាប់ដែរប៉ុន្តែសួរតែយើងឈប់ធ្វើទង្វើល្អឈប់ជួយអ្នកដទៃដោយសារតែរឿងអញ្ចឹងទេអត់ទេក្នុងនាមយើងគឺជាមនុស្សល្អគឺជាមនុស្សដែលមានបេះដូងល្អគឺយើងនៅតែជួយដដែលប៉ុន្តែគឺយើងឆ្លាតជាងមុនយើងប្រើប្រាស់ការគិតពិចារណាគឺយើងមុននឹងជួយគឺត្រូវតែពិចារណាឲ្យបានកាន់តែល្អិតល្អន់ដែលព្រះពុទ្ធនិយាយថាជួយប្រកបជាមួយនឹងបញ្ញាប៉ុន្តែនៅពេលយើងគិតពិចារណាល្អិតល្អន់ហើយស្រាប់តែជួយទៅខុសទៀតមានអីយើងបានធ្វើសេចក្តីល្អហើយតើសួរយើងស្ដាយក្រោយរឿងនឹងធ្វើស្អីអត់មានអ្វីត្រូវស្ដាយក្រោយទេពង្រីកសេចក្តីល្អបន្តទៀតពេលដែលយើងឈឺចាប់នឹងទៅឈឺចាប់ហើយយើងបន្តសេចក្តីល្អរបស់យើងនឹងទៀតទៅវាតែប៉ុណ្្នឹងឯង